បាទជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ YouTube និងបាន Subscribe ទៅលើ Channel YouTube របស់ខ្ញុំបាទហើយខ្ញុំខានចេញវីដេអូទាក់ទងជាមួយនឹងការចិញ្ចឹមសត្វមួយរយៈដោយសារថាមានតរៈផ្ទាល់ខ្លួនបងប្អូនបាទឥឡូវនេះគឺខ្ញុំលើកឡើងយកពីចំណុចពិសេសមួយដើម្បីជួយជំរុញឲ្យកូនមាន់មានសុខភាពល្អបងប្អូនបាទនេះបងប្អូនឃើញកូនមាន់នេះកូនមាន់ហើយពូជរ៉ូស308បាទគេហៅថាមាន់សាច់មាន់សហើយដែលលូតលាស់លឿនហ្នឹងបងប្អូនបាទហើយអាយុកូនមាន់នេះគឺទើបតែបាន7ថ្ងៃទេបងប្អូនបាទ7ថ្ងៃបាន200ក្រាមបាទជាស្តង់ដារមាន់សាច់អញ្ចឹងហើយការធំលូតលាស់នេះក៏អាស្រ័យទៅលើគុណភាពនៃការគ្រប់គ្រងទូទៅចាត់ការទូទៅហើយនឹងការចូលរួមពាក់ព័ន្ធទៅជាការផ្ដល់ចំណីហើយនឹងការគ្រប់គ្រងផ្សេងទៀតបាទអញ្ចឹងហើយចំណុចដែលខ្ញុំសំខាន់ដែលខ្ញុំលើកយកតែមួយចំណុចទេកុំឲ្យវែងពេកបងប្អូនហើយចំណុចផ្សេងខ្ញុំនឹងតនៅវីដេអូក្រោយបាទតកតងជាមួយនឹងការកម្ដៅបាទការកម្ដៅកូនមាន់ណាបងប្អូនហើយសម្រាប់កូនមាន់នេះគឺបានកម្ដៅរយៈពេល7ថ្ងៃបងប្អូនហើយមេឃអាកាសធាតុប្រែប្រួលបដូរអាកាសធាតុពីក្ដៅមកត្រជាក់ពីត្រជាក់មកក្ដៅរដូវភ្លៀងចូលរដូវធ្លាក់ខ្យល់ណាបងប្អូនអញ្ចឹងហើយយើងត្រូវថែសុខភាពវាតកតងជាមួយនឹងកម្ដៅអញ្ចឹងសម្រាប់ការកម្ដៅកូនមាន់គឺវាសំខាន់ណាបងប្អូនបាទសំខាន់ត្រង់ថាធម្មតាកូនមាន់បើសិនជាយើងអត់បានកម្ដៅត្រឹមត្រូវទេការរំលាយនៃអង្គលឿងនៅក្នុងផ្ទះពោះវៀនដែលនៅជាប់ពោះវៀនហ្នឹងវាអត់រលាយបានល្អដែលធ្វើឲ្យកូនមាន់មានបញ្ហាចាប់ផ្សេងដូចជាកត្តាតាក់ទងជាមួយនឹងការស៊ីចំណីដែរអញ្ចឹងនៅពេលដែលកូនមាន់អត់បានស៊ីចំណីបានល្អនៅពេលនោះការលូតលាស់ក៏ថយទៅនឹងដែរតាក់ទងទី2បើសិនជាយើងកម្ដៅសីតុណ្ហភាពអត់បានគ្រប់គ្រាន់ទេធ្វើឲ្យសុខភាពកូនមាន់ហ្នឹងវាអត់ល្អវាមានបញ្ហាកូនមាន់ផ្ដុំគ្នាជន់គ្នាស្លាប់បាទអញ្ចឹងនៅពេលដែលអង្គលឿងនឹងអត់បានរំលាយល្អធ្វើឲ្យកូនមាន់នៅមានបញ្ហាប្រព័ន្ធភាពស៊ាំដែរបញ្ហាប្រព័ន្ធភាពស៊ាំធម្មតាអង្គលឿងដែលមាននៅក្នុងពោះកូនមាន់បន្ទាប់ពីញាស់ពីសុទ្ធមកហ្នឹងដែលមាននៅក្នុងពោះកូនមាន់ហ្នឹងគឺបានពីមេមកអញ្ចឹងនៅពេលដែលកាលណាអង្គលឿងនឹងរំលាយល្អបាទធ្វើឲ្យកូនមាន់ហ្នឹងវាធន់ទៅនឹងបញ្ហាជំងឺផ្សេងបាទហើយមួយវិញទៀតធ្វើឲ្យការជំរុញលូតលាស់ហ្នឹងក៏ល្អដែរបងប្អូនឃើញទេកូនមាន់នេះធំធាត់ល្អលឿនហើយបងប្អូនឃើញថាមាន់សជាប្រភេទដែលមាន់ដែលធំលឿនអញ្ចឹងគឺដោយសារតែសេនេទិកទេបងប្អូនជាមួយសេនេទិកមាន់រ៉ូស308ហ្នឹងគឺវាឆាប់ធំអញ្ចឹងហើយទី2កត្តាផ្ដល់ចំណីអញ្ចឹងនៅពេលដែលចំណីផ្ដល់នៅសារធាតុចិញ្ចឹមគ្រប់គ្រាន់ទៅធ្វើឲ្យមាន់អាពូជ308រ៉ូស308ហ្នឹងគឺវាឆាប់ធំអញ្ចឹងឯងហើយបងប្អូនមួយចំនួនឃើញស្ងល់ថាអត់ធានហូបអត់ធានអីដោយសារឃើញមាន់ហ្នឹងវាហែកសាច់ឆាប់ធំអញ្ចឹងណាជាធម្មតាអាយុមាន់នេះគឺ33ថ្ងៃទៅអាចនឹងបាន2គីឡូ2ខាំហើយបងប្អូនបាទពីច្រើនគេចាប់លក់នៅអាយុ35ថ្ងៃហ្នឹងបងប្អូនជាធម្មតាបាទវាអាចនឹងលើសនឹងអាចនឹងបូក2ដក2អាចនឹង32ថ្ងៃឬក៏អាចរហូតដល់37ថ្ងៃផងដែរអាស្រ័យទៅលើតម្លៃទីផ្សារដែរបើករណីតម្លៃទីផ្សារល្អកសិករគាត់អាចនឹងឆាប់ចាប់លក់ចឹងបងប្អូនបាទហើយនេះតក
កម្មភាពកូនមន់បងដែលមាននៅក្នុងទ្រុងហ្នឹងហើយបងប្អូនអត់តាមបានប្រាប់បងប្អូននៅខាងផ្នែកខាងក្រោយនោះគឺមានធុងហ្គាសហើយនឹងអឺហ្គាសកន្លែងទូហ្គាសមានន័យថាយើងផ្ដល់កម្ដៅតាមរយៈហ្គាសនេះឯងបងប្អូននៅពេលដែលសីតុណ្ហភាពត្រជាក់ពេលយប់គឺត្រូវបើកហ្គាសហ្នឹងដើម្បីឲ្យកូនមន់ហ្នឹងវាមានសុខភាពល្អនៅពេលដែលកូនមន់សុខភាពល្អបងប្អូនឃើញស្រាំនេះរាយប៉ាយបាទហើយអត់មានទៅផ្ដុំគ្នាទេទាន់គ្នាទេហើយសកម្មភាពការស៊ីយាន័យផឹកទឹកល្អហើយបងប្អូននៅពេលដែលកូនមន់ចូលដំបូងយើងត្រូវឆែកមើលហើយការស៊ីយាន័យផឹកទឹករបស់កូនមន់បាទអញ្ចឹងឲ្យជាក់ស្ដែងនេះខ្ញុំចាប់កូនមន់ឲ្យបងប្អូនមើលមួយបាទអញ្ចឹងយើងសម្បាច់យើងស្ទាបកែថ្នមហើយមើលថាតើកូនមន់យើងបានស៊ីយាន័យផឹកទឹកល្អអត់នៅពេលដែលកូនមន់បានស៊ីយាន័យផឹកទឹកបានល្អយើងស្ទាបទៅទុនបែបនេះបងប្អូនបាទហើយនៅពេលដែលសិនជាមានបញ្ហាផឹកទឹកអត់បានទឹកវាក្តៅឬក៏យ៉ាងណាពេកហ្នឹងវាមានបញ្ហាអីមួយធ្វើឲ្យកូនមន់ផឹកទឹកយើងស្ទាបទៅកែកូនមន់រឹងបាទរឹងស្ដោកមានន័យថាកូនមន់ហ្នឹងអត់មានទឹកទេតែបើសិនជាករណីកូនមន់ហ្នឹងហើយអត់បានស៊ីយាន័យបងប្អូនឯងស្ទាបទៅឃើញតែមានតែទឹកបាទអញ្ចឹងយើងត្រូវឆែកបញ្ហាចំណៃថាចំណៃវាមានបញ្ហាអីមួយអត់បាទអញ្ចឹងហើយវីដេអូខ្ញុំបាទមានតែប៉ុណ្ណេះទេបងប្អូនសង្ឃឹមថាបងប្អូនអាចជាប្រយោជន៍ហើយវារឿងវែងតិចហើយតែបងប្អូនអាចតាមដានអាចនឹងយល់ពីចំណុចដែលខ្ញុំបានបង្ហាញសូមជម្រាបលាអរគុណច្រើន